បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីសិក្សាភាសាបារាំងរបស់យើងបន្តទៀតបាទថ្ងៃនេះលោកគ្រូរៀបចំវីដេអូមួយប្លែកពីវីដេអូសប្តាហ៍ហើយវីដេអូនេះគឺពាក់ព័ន្ធជាមួយនឹងការបកប្រែដើម្បីដំណើរការកម្មវិធីនេះបានលោកគ្រូសូមបញ្ជាក់ជូនបងប្អូនបន្តិចបាទយើងដឹងហើយថ្មីនេះគឺប្រទេសអ៊ីរ៉ង់បានគម្រាមសងសឹកសហរដ្ឋអាមេរិកដែលបានសម្លាប់បាទមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាទឥឡូវនេះមើលទៅការសងសឹកទៅលើលោកត្រាំប្រហែលជាលំបាកដូច្នេះអ៊ីរ៉ង់បានប្រកាសថានឹងសងសឹកបាទតាមសម្លាប់កូនពៅបាទរបស់លោកដូណាល់ត្រាំបាទអញ្ចឹងព័ត៌មាននេះតាមពិតទៅបានចេញផ្សាយប៉ុន្មានថ្ងៃមុននេះក៏ប៉ុន្តែលោកគ្រូសូមធ្វើការលើកយកមកវិញបាទដោយគ្រាន់តែចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាអំពីពាក្យពេចន៍មួយចំនួនជាភាសាបារាំងបាទអញ្ចឹងសូមតាមដានជាមួយលោកគ្រូដូចតទៅបាទយើងឃើញហើយទាំងអស់គ្នាភ្នាក់ងារសម្ងាត់អាមេរិកបើសិនជាយើងគិតអំពីកញ្ចប់នៃពាក្យជាភាសាខ្មែរយើងទី1គឺភ្នាក់ងារបាទទី2គឺសម្ងាត់បាទសម្ងាត់នេះគឺជាគុណនាមបាទអាមេរិកបាទយើងអាចចាត់ទុកថាវាជាគុណនាមដែរនៅក្នុងនេះបាទអញ្ចឹង service បកប្រែថាបាទសេវាកម្មដល់ពេល service secret នេះយើងអាចបកថាភ្នាក់ងារសម្ងាត់បាទ service secret បាទគុណនាមដោយលោកគ្រូបានបញ្ជាក់ជូនមកអញ្ចឹងរបស់ប្រទេសណារបស់ប្រទេសអាមេរិកបាទគឺអាមេរិកាំង service secret américain បាទអញ្ចឹង service ពន្យល់ន័យសំទោសបាទ secret ពន្យល់ន័យឲ្យ service ចំណែកពាក្យ American នេះគឺពន្យល់ន័យឲ្យ service secret បាទភ្នាក់ងារសម្ងាត់នៃប្រទេសអាមេរិកចង់និយាយចឹងបាទក្រោយមកទៀតគឺយើងមាននាមមួយចំនួន annonce de mesure de sécurité ពាក្យ annonce គឺជានាមមកពីកិរិយាសព្ទ annoncer mesure de sécurité បានន័យថាវិធានការសន្តិសុខបាទវិធានការសន្តិសុខនេះគឺចង់ផ្ដោតទៅលើវិធានការការពារបាទ renforcer ត្រូវបានពង្រឹងបន្ថែម pour le fils de Trump សម្រាប់កូនប្រុសរបស់លោក Trump après des mesures de mort des menaces de mort de l'Iran បន្ទាប់ពីការគំរាមសម្លាប់ពីប្រទេសអ៊ីរ៉ង់បាទ menace វាមកពី verb menacer បាទន័យថាគំរាមកំហែង de mort បាទគំរាមកំហែងសម្លាប់បាទសងសឹកសម្លាប់បាទ de l'Iran ពីប្រទេសអ៊ីរ៉ង់ Iran de l'Iran ពីប្រទេសអ៊ីរ៉ង់បាទយើងមើលលើ slide ទី2លោកគ្រូនិយាយថាអាមេរិកបាទភ្នាក់ងារសម្ងាត់អាមេរិកបានប្រកាសថាខ្លួនបានដឹងអំពីវីដេអូមួយដែលចាក់ផ្សាយដោយអ្នកផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ដែលបានគម្រាមកំហែងដល់អាយុជីវិតរបស់លោកបារុនត្រាំដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីដូណាល់ត្រាំបាទអញ្ចឹងយើងឃើញទាំងអស់គ្នាហើយបាទយើងមើលទាំងអស់គ្នាតាមលំដាប់លំដោយជាមួយលោកគ្រូដូចតទៅសហរដ្ឋអាមេរិកបាទអាមេរិកណាយើងអត់ថា USA ទេជាភាសាបារាំងយើងគឺ États-Unis បាទ les services secrets américains បាទភ្នាក់ងារសម្ងាត់អាមេរិក ont déclaré បានប្រកាសបាទបានប្រកាស avoir eu connaissance de មានន័យថាដឹងអីគេដឹងពីវីដេអូមួយ d'une vidéo បាទអញ្ចឹង avoir connaissance de quelque chose បានន័យថាដឹងអំពីអ្វីមួយដឹងអំពីវីដេអូមួយ diffusé par ដែលចាក់ផ្សាយដោយ un média d'État iranien បាទដោយបានន័យថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ media data ហ្នឹងគឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសណាអ៊ីរ៉ានញៀងរបស់ប្រទេសអ៊ីរ៉ង់អ៊ីរ៉ានញៀងនេះជាគុណនាមកំណត់ន័យឲ្យ media data menaçant គំរាមកំហែងលោកគ្រូបញ្យល់មិញហើយថាគឺមកពី verb menacer គំរាមកំហែងអី menaçant la vie គំរាមកំហែងជីវិត
របស់អ្នកណា The Baron Trump របស់បាទកូនរបស់លោក Baron Trump អ្នកណាគេ Baron Trump ហ្នឹងគឺ le plus jeune fils du président Donald Trump គឺជាកូនប្រុសដែលក្មេងជាងគេ le plus jeune ដែលក្មេងជាងគេនៃប្រធានាធិបតី Donald Trump បាទយើងមើលស្លាយបន្ទាប់ជាមួយលោកគ្រូដូចតទៅអ្នកនាំពាក្យភ្នាក់ងារសម្ងាត់លោក Ned Herring បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថាភ្នាក់ងារសម្ងាត់អាមេរិកបានដឹងពីវីដេអូមួយឬក៏វីដេអូនេះដែលចេញផ្សាយដោយរដ្ឋអ៊ីរ៉ង់បាទដែលចេញផ្សាយដោយរដ្ឋអ៊ីរ៉ង់ហើយពេលនេះភ្នាក់ងារសម្ងាត់កំពុងស៊ើបអង្កេតលើអ្វីៗគ្រប់យ៉ាងដែលធ្វើទៅបាននិងបន្ថែមការការពារលើកូនរបស់លោកប្រធានាធិបតីបន្ថែមទៀតបាទយើងមើលជាមួយលោកគ្រូតទៅទៀតលើ porte-parole គឺអ្នកនាំពាក្យបងប្អូនអ្នកនាំពាក្យណា des services secrets បាទ service secret លោកគ្រូបានបកមិញហ្នឹងគឺភ្នាក់ងារសម្ងាត់បាទអ្នកនាំពាក្យនៃភ្នាក់ងារសម្ងាត់គឺលោក Ned Herring បានប្រកាសដល់ CNN ដងcommuniqué នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាភ្នាក់ងារ l'agence គឺជំនួសឲ្យ service secret ហ្នឹងហើយបាទភ្នាក់ងារបានទទួលព័ត៌មានស្ដីអំពីវីដេអូមួយបាទ informé de cette vidéo បាទបានទទួលពីព័ត៌មានពីវីដេអូនេះ publié ដែលចាក់ផ្សាយ publié par l'Iran ដែលចាក់ផ្សាយដោយប្រទេសអ៊ីរ៉ង់ et qu'elle enquête actuellement ហើយភ្នាក់ងារកំពុងតែអង្កេតនាពេលបច្ចុប្បន្ន sur tous les éléments possibles បាទទៅលើលទ្ធភាពគ្រប់យ៉ាងទាំងអស់ដែលអាចធ្វើបាន tout en renforçant ដោយធ្វើការពង្រឹងបាទ tout en renforçant បាទ tout en បូកជាមួយនឹង participe présent នេះគឺមានន័យជាខ្មែរយើងថាដោយធ្វើស្អីមួយអញ្ចឹងណាបាទដោយធ្វើស្អីមួយដោយពង្រឹងអី la protection ការការពារ la protection du fils du président គឺការការពារបាទកូនប្រុសរបស់ប្រធានាធិបតីបាទលោកគ្រូសង្ឃឹមថាបងប្អូនអាចចេះនៅពាក្យពេចន៍មួយចំនួនបន្ថែមទៀតបន្ទាប់ពីបានមើលតាមដានវីដេអូមួយនេះបាទលោកគ្រូនឹងព្យាយាមផ្ដល់ជូននៅវីដេអូថ្មីទៀតដើម្បីជាប្រយោជន៍សម្រាប់បងប្អូននៅក្នុងការអភិវឌ្ឍភាសាបារាំងរបស់បងប្អូនទាំងអស់គ្នាបាទដូចសំដងលោកគ្រូតែងតែបញ្ជាក់ជម្រាបយើងថាដើម្បីក្នុងចំណុចជួយបាទ subscribe ដើម្បីដល់ដំណើរចំណុចការបន្តតាមទៀតដើម្បីប្រយោជន៍ការអភិវឌ្ឍភាសាបារាំងហើយមិនតែការអភិវឌ្ឍភាសាបារាំងទេលើកពីនេះទៀតអាចនឹងជាដែលពុំទៅកើតបាទសូមអរគុណAu revoir.